មានកូនស្រីមួយគាត់អត់តាន់យកមកព្យាបាលវិជ្ជសាស្ត្រទេគាត់យកទៅព្យាបាលនៅគ្រូខ្មែរចងវាយនឹងដើមអំពិលជាមួយនឹងធាងក្តារចងជាប់ដើមអំពិលវាយជាមួយធាងក្តារវាយរហូតដល់កូននឹងអត់និយាយរោណាទាំងអស់ពីធម្មតាអាចនៅនិយាយស្ដីរកគ្នាបានរហូតដល់ណាក៏ជួបណាក៏និយាយដែរគ្រូពេទ្យសួរអីក៏ឆ្លើយដែរពេលគ្រូពេទ្យសួរអីឆ្លើយមិនដឹងព្យាបាលមិនទេព្រោះយើងអត់ដឹងរោគសញ្ញាអីទេខ្ញុំធ្លាប់ឃើញមានករណីក្មេងម្នាក់គាត់ឈឺក្មេងស្រីអាយុប្រហែលជា10ឆ្នាំមិនដឹងទេការព្យាបាលនោះចម្លែកយកតែមែនតើដោយគេបកាត់ខ្ជូងឲ្យឆេះរួចឲ្យក្មេងស្រីហ្នឹងដេកទន្ទឹមជាមួយនឹងខ្ជូងហ្នឹងគេក្រាលខ្ជូងដែលកំពុងឆេះហ្នឹងនៅលើសង្កសីមួយហើយក្មេងហ្នឹងដេកទន្ទឹមនឹងខ្ជូងហ្នឹងរួចគ្រូហ្នឹងគាត់យកជើងទៅជន់លើអាខ្ជូងកំពុងឆេះហ្នឹងហើយគាត់យកមកជន់ខ្នងក្មេងហ្នឹងដែលក្មេងហ្នឹងគាត់គេងដោះអាវហើយពេលដែលគាត់ជន់ខ្ជូងហ្នឹងទៅខ្ជូងខ្លះវាដោយតាមជើងគាត់ពេលដែលគាត់យកមកជន់លើខ្នងក្មេងហ្នឹងរលាកខ្នងទៅជារបួសគ្រោះថ្នាក់ធ្ងន់ធ្ងរមែនទែនអ្នកដែលគាត់មានបញ្ហាជំងឺផ្លូវចិត្តគាត់ជាទូទៅមានតែទៅព្យាយាមស្វែងរកការព្យាបាលតាមរបៀបច្រើនណាអាចនិយាយថាឲ្យតលឺថាតាណាជាគាត់ទៅនឹងហើយដូច្នេះមានវិធីច្រើនហៅតែពីការព្យាបាលបែបវិទ្យាសាស្ត្រក្នុងនោះក៏មានការព្យាបាលបែបជំនឿដែរអាចស្រោចទឹកអីធ្វើកថាធ្វើយ័ន្តអីដើម្បីឲ្យខ្សះស្បើយវិញកន្លងមកយើងជួបបទពិសោធន៍អីខ្លះពីការងារនឹងដែរតាមដែលសម្រាប់ធ្លាប់ជួបអូខេអរគុណច្រើនក៏ប៉ិតមានរឿងច្រើនដែលសម្រាប់ពួកខ្ញុំជាអ្នកព្យាបាលមានអារម្មណ៍ថាដូចខកចិត្តណាពួកគាត់ឧទាហរណ៍ថាខ្ញុំមានករណីមួយចំនួនគាត់មកព្យាបាលនៅមួយខ្ញុំបានធូរស្បើយ 50% ហើយគាត់ត្រឡប់ទៅប្រកក្តីវិញ 50% ណាតែវាអត់ទាន់សះស្បើយ 100% ទេព្រោះអ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរក្នុងការឱកាសក្នុងការត្រឡប់ទៅសះស្បើយ 100% វាពិបាកវាតិចប៉ុន្តែគាត់ឃើញគាត់ឮគ្រូគេប្រាប់ថាមានគ្រូមួយនោះបកែទៅដឹងតែជាហ្មងហើយបងឯងដឹងថាគាត់ទៅគាត់ធ្វើមិនអត់ធម្មតាយើងលើកទឹកចិត្តឲ្យគាត់ទៅការព្យាបាលតាមបែបសាសនាយើងអត់ខាត់ទេព្យាបាលបានប៉ុន្តែកុំហួសហេតុឧទាហរណ៍ដូចជាការឲ្យផឹកថ្នាំព្រោះយើងអត់ដឹងថាថ្នាំនឹងអីគេទេវាប្រឆាំងមួយថ្នាំវិទ្យាសាស្ត្រអត់មួយទៀតការដោះអំពើដោយវាយដោយចាប់ចងដោយបង្ខាំងហិង្សាប៉ះពាល់រូបរាងកាយមានលើសនឹងមានហិង្សាអាចដល់ហិង្សាផ្លូវភេទអីយើងអត់អាចយើងអត់ហ៊ាននិយាយថាវាដល់ហ្នឹងឯងប៉ុន្តែអីដែលយើងឃើញពីគឺហិង្សាផ្លូវកាយច្រើនហ្មងខ្ញុំឧទាហរណ៍ដូចខ្ញុំសួរឪពុកម្ដាយខ្ញុំចង់សួរចិត្តគាត់ពេលខ្លះខ្ញុំចង់ផ្ដាំផ្ញើតាមវីដេអូសួរចិត្តគាត់ថាចេះយកកូនទៅឲ្យគេវាយមានអារម្មណ៍មិនអត់ឃើញកូនឈឺហ្នឹងអត់មានអារម្មណ៍អាណិតកូនទេអីពេលខ្មោចអ្នកឈឺខ្មោចអ្នកស្រែកទៅខ្មោចអ្នកស្រែកធម្មតាមនុស្សយើងវាយខ្លាំងឈឺស្រែកថាចេញអត់បើគេសួរថាចេញនៅមនុស្សយើងមិនឆ្លើយថាចេញហើយដើម្បីរួចផុតពីការវាយមិនចាំថាមនុស្សដល់មានបញ្ហាស្មារតីទេតែមនុស្សធម្មតាដើម្បីរួចផុតពីភាពឈឺចាប់ហ្នឹងមិនឆ្លើយថាខ្ញុំចេញហើយខ្ញុំអត់នៅទៀតទេបាទមានកូនស្រីមួយគាត់អត់តាន់យកមកព្យាបាលវិជ្ជសាស្ត្រទេគាត់យកទៅព្យាបាលនៅគ្រូខ្មែរចងវាយនឹងដើមអំពិលជាមួយនឹងធាងក្តារចងជាប់ដើមអំពិលវាយជាមួយធាងក្តារវាយរហូតដល់កូននឹងអត់និយាយរោណាទាំងអស់ពីធម្មតាអាចនៅនិយាយស្ដីរកគ្នាបានរហូតដល់ណាក៏ជួបណាក៏និយាយដែរគ្រូពេទ្យសួរអីក៏ឆ្លើយដែរពេលគ្រូពេទ្យសួរអីឆ្លើយមិនដឹងព្យាបាលមិនទេព្រោះយើងអត់ដឹងរោគសញ្ញាអីទេការព្យាបាលបែបនេះក្នុងនាមខ្ញុំជាអ្នករៀនសូត្រផ្នែកសាសនាយើងឃើញថាការព្យាបាលដោយប្រើហិង្សានេះមួយការបៀតបៀនរាងកាយនេះមួយវាពុំមែនជាការព្យាបាលដែលចេញអំពីក្បួនខ្នាតនៃសាសនាណាមួយជាក់លាក់នោះទេជាទូទៅបងប្អូនយើងមានការយល់ច្រឡំអំពីក្បួនខ្នាតនៃការព្យាបាលបែបសាសនានិងការព្យាបាលបែបប្រពៃណីមន្តអាគមជំនឿតគ្នាពីព្រោះបងប្អូនយើងត្រូវជ្រាបថាការងារដែលយើងអាចត្រូវការព្យាបាលបែបសាសនាគឺវាត្រូវតែមានប្រភពច្បាស់លាស់ចេញអំពីគម្ពីរសាសនាណាមួយជាក់លាក់ឬវាជារបៀបជាក់លាក់ចេញអំពីការណែនាំរបស់សាសនាណាមួយពេលខ្លះយើងទៅមើលគ្រូម្នាក់យើងឮថាគ្រូប៉ុន្តែគាត់ជាស្អីគាត់ជាគ្រូនៅក្នុងសាសនាណាបើយើងអត់ដឹងទេហើយយើងគាត់អារបៀបដែលគាត់ធ្វើនោះវាប្លែកទៅទៀតយើងអត់អាចរកផុសតាំងសំអាងផ្ទៀងផ្ទាត់បានទេដូច្នេះនេះជាអីមួយដែលយើងត្រូវប្រុងប្រយ័ត្នខ្លាំងមែនទែននោះគឺការព្យាបាលដោយអត់មានក្បួនខ្នាតនេះពីព្រោះសូម្បីតែការព្យាបាលបែបសាសនាក៏មានក្បួនខ្នាតដូចវិទ្យាសាស្ត្រដែរអញ្ចឹងនៅពេលដែលគាត់ទទួលការព្យាបាលមួយដែលអត់មានក្បួនខ្នាតអត់មានដូចធွာខ្លះសូត្រតែម្នាក់គាត់គ្មានណាស្ដាប់បានដូច្នេះវាចេញពីកាពីណាវាចេញពីរបៀបមួយណាទៅដូច្នេះអានេះហើយដែលយើងបារម្ភហើយវាផ្ដល់ផលប៉ះពាល់ខ្លាំង
ដល់អ្នកជំងឺឈឺស្រាលទៅឈឺធ្ងន់អ្នកជំងឺឈឺធ្ងន់អាចទៅជាកម្រិតសង្គ្រោះលេងបាន អាចប៉ះពាល់ដល់អាយុជីវិតព្រោះមានអ្នកខ្លះវាយរហូតដល់ជាំសួតរបួសពេញខ្លួនឬក៏មានអ្នកខ្លះទៀតគ្រោះថ្នាក់ដល់ត្រូវសង្គ្រោះបន្ទាន់អីក៏មានដែរអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តបើសិនជាមានបញ្ហាទៅរកការសេវាព្យាបាលសូមពិចារណាឲ្យបានជាក់លាក់មុនពេលទៅរកឧទាហរណ៍ដូចនៅប្រទេសចិនគេមានការព្យាបាលតាមបែបសាសនាតាមបែបប្រពៃណីរបស់គេប៉ុន្តែ សុទ្ធបុរាណរបស់គេដែរ តែក្បួនរបស់គេគឺច្បាស់គេមានកម្រិតរបស់គេត្រឹមត្រូវអញ្ចឹងការព្យាបាលបែបនោះវាមិនប៉ះពាល់អីទេបើសិនបើអ្នកដែលគាត់ព្យាបាលគាត់មានជំនាញច្បាស់លាស់ត្រឹមត្រូវតាមក្បួនខ្នាតដែលបានចារមក បាទ ប៉ុន្តែការព្យាបាលមួយចំនួនជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងយើងមើលឃើញថាជាការជឿតាមគ្នាឬក៏សុកមានគ្រូណាមួយប្លែកខុសពីគេចេញ ចេញពីព្រៃមក នឹងតែចេញពីព្រៃមកឬក៏អូគាត់ជួយលើកទឹកចិត្តគាត់អីចឹងណា បាទ ស្រាប់ទៅដល់ពេលមករបៀបដែលគាត់ធ្វើខុសប្លែកពីគេមែនទែន បាទ ក៏ប៉ុន្តែអ្នកក្នុងអ្នកចិត្តសាស្ត្រខ្ញុំយើងមានការសង្ស័យថាតើគាត់មានបញ្ហាផ្លូវចិត្តអត់ បាទមុននឹងយើងចូលទៅដល់រឿងហ្នឹងយើងក៏មានបទពិសោធន៍ខ្ញុំធ្លាប់ឃើញមានករណីក្មេងម្នាក់គាត់ឈឺក្មេងស្រីអាយុប្រហែលជា10ឆ្នាំប៉ុណ្ណឹងទេការព្យាបាលនោះចម្លែកយកទៅមែនតើដោយគេបកាត់ខ្ជូងឲ្យឆេះរួចឲ្យក្មេងស្រីហ្នឹងដេកទន្ទឹមជាមួយនឹងខ្ជូងហ្នឹងគេក្រាលខ្ជូងហ្នឹងនៅលើក្រាលខ្ជូងដែលកំពុងឆេះហ្នឹងនៅលើសង្កសីមួយហើយក្មេងហ្នឹងដេកទន្ទឹមនឹងខ្ជូងហ្នឹងរួចគ្រូហ្នឹងគាត់យកជើងទៅជន់លើអាខ្ជូងកំពុងឆេះហ្នឹងហើយគាត់យកមកជន់ខ្នងក្មេងហ្នឹងដែលក្មេងហ្នឹងគាត់គេងដោះអាវហើយពេលដែលគាត់ជន់ខ្ជូងហ្នឹងទៅខ្ជូងខ្លះវាដោយតាមជើងគាត់វាដោយចាំជើងគាត់មកហើយពេលដែលគាត់យកមកជន់លើខ្នងក្មេងហ្នឹងលលាកខ្នងទៅជារបួសគ្រោះថ្នាក់ធ្ងន់ធ្ងរមែនទែនអានេះករណីដែលយើងជួបហើយដូចបាននិយាយថាការព្យាបាលបែបសាសនាដែលមានក្បួនខ្នាតត្រឹមត្រូវវាមានប្រសិទ្ធភាពជាងការព្យាបាលវិទ្យាសាស្ត្រទៅទៀតបើសិនជាវាមានក្បួនខ្នាតហើយវាមានលំនាំវាមានការបណ្ដុះបណ្ដាលត្រឹមត្រូវពីព្រោះសពថ្ងៃសាសនាសឹងតែទាំងអស់ទៅហើយដែលគេមានសាលាមានវិទ្យាស្ថានមានសាកលវិទ្យាល័យបណ្ដុះបណ្ដាលសាសនាក្រៅពីនោះអត់មានការបង្រៀនបណ្ដុះបណ្ដាលត្រឹមត្រូវតែគាត់រៀនពីណាមកអានោះជាបញ្ហាមែនទែនសូម្បីតែសប្តាហ៍ថ្ងៃសូម្បីតែអាចារ្យក៏ដោយអាចារ្យការក៏មានវគ្គបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រសួងដែរដូច្នេះយើងអត់បារម្ភមួយពួកគាត់ទេពីព្រោះគាត់មានការបង្រៀនគាត់មានទទួលការចំណេះដឹងអីត្រឹមត្រូវហើយគាត់មានការទទួលខុសត្រូវបាទពេលដែលយើងទៅរកគ្រូដែលអត់ដឹងថាគាត់មកពីណាគាត់នៅក្នុងសាសនាណាជាក់លាក់យើងដូចជាទៅរកមនុស្សម្នាក់ដែលយើងអត់ដឹងថាគាត់ជួយអីបានប៉ុណ្ណាហើយមានបញ្ហាគាត់ទទួលខុសត្រូវអត់បានទៀតវាដូចថាមនុស្សសុកមិនដឹងថាមកពីណាដូចគេថាមនុស្សខ្ចាត់ព្រាត់មកពីណាសុកយើងជឿមានជំនឿលើគាត់ដោយសារគាត់ឃើញគាត់អ្នកសច្ចាំងក្នុងព្រៃអ្នកអីចឹងទៅអាហ្នឹងវាជារឿងដែលក៏ពិតជំនឿជាការព្យាបាលដ៏ល្អបំផុតនៅក្នុងនៃចិត្តសាស្ត្របាទមនុស្សដែលមានជំនឿគឺឆាប់ជាងទៅព្យាបាលនៅវិទ្យាសាស្ត្រទៀតព្រោះអត់នៅវិទ្យាសាស្ត្រអត់សូវជឿជាក់មួយពេទ្យបានទេតែជឿជាក់ពាក្យថាជំនឿជឿជាមួយនឹងសាសនាណាមួយឬក៏ជឿតាមរបៀបណាមួយបើសិនមកមានក្បួនខ្នាតត្រឹមត្រូវមនុស្សអត់ងាយក្នុងការកិច្ចខុសឬក៏ធ្ងន់ធ្ងរទេបាទវាសឹងតែគ្មានហ្មងប៉ុន្តែបើសិនជាគាត់ឧទាហរណ៍ដូចគាត់ទៅឲ្យគេវាយដូចជាសារឃើញទៅដោះគ្រោះអស់លុយរាប់លានជាពិសេសមួយទៀតគឺការព្យាបាលមួយគ្រូខ្មែរអស់លុយច្រើនជាងព្យាបាលមួយវិទ្យាសាស្ត្របាទដោះអំពើម្ដង2លានរៀលហើយប្រជាជនខ្លះព្យាបាលកូនណាលក់គោទៅសួរទៅណាទៅមើលគ្រូខ្មែរឲ្យរៀបនេះរៀបនោះរៀបមិនចេះចប់ដល់ពេលអស់លុយគ្រូខ្មែរប្រាប់ថាកូននឹងវិកលចិត្តអត់អីទៅរកពេទ្យទៅវាជារឿងដែលយើងគិតថាវាពិតជាគួរឲ្យកត់សម្គាល់មែនទែនណាប្រជាជនខ្មែរយើងមួយចំនួនគាត់អត់បានដឹងរឿងហ្នឹងឯងគេកំពុងបោកគាត់បដាគាត់ហ្នឹងគ្រូគេបកកែគេមើលឃើញគេចេះមើលឃើញនេះឃើញនោះឃើញគេធ្វើអំពើឃើញខុសគ្រូខាងនេះខុសគ្រូខាងនោះខុសមេបាននេះខុសមេបាននោះទៅដោះនេះដោះនោះយើងមិនមែនអត់ឲ្យគាត់ជឿទេប៉ុន្តែយើងនៅតែលើកទឹកចិត្តថាពិចារណាឡើងវិញគាត់ទីមួយគាត់មានលទ្ធភាពធ្វើរឿងហ្នឹងអត់មួយទៀតមានជជែកជាមួយពេទ្យហើយនៅបើថាយើងទៅមើលពេទ្យហើយវាមិនសមវាមិនប្រកបយើងមកជជែកជាមួយផ្នែកក្នុងខ្លះក្រៅខ្លះដើម្បីគាត់ខ្លួនឯងមានអារម្មណ៍ស្ងប់ចិត្តណាការព្យាបាលបែបនោះគេហៅឲ្យគាត់ស្ងប់ចិត្តប៉ុន្តែបើពេទ្យឧទាហរណ៍គាត់កើតមហារីកហើយពេទ្យគេបរិទ្ធឃើញមហារីកគាត់ថាទៅមើលគ្រូខ្មែរលេបថ្នាំនេះថ្នាំនោះត្រូវស៊ូមានណាជាទូទៅខ្ញុំគិតថាវាជាទំនោរល្អបើសិនជាទៅពេទ្យមុនឧបមាដូចសម្រាប់ឡើងរឿងជំងឺមហារីកបងប្អូនយើងច្រើនណាស់ដែលគាត់ទៅពេទ្យរួចមហារីកនឹងអត់អាចព្យាបាលបានគាត់យកមកផ្ទះវិញហើយ
និយាយដោយស្រួលស្ដាប់ក៏រងចាំសេចក្តីស្លាប់ហើយក៏ប៉ុន្តែកំឡុងពេលហ្នឹងវាជាជាងអត់ធ្វើអីសោះដែលធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនឯងហ្នឹងមិនបានប្រឹងប្រែងអស់ប្រសិទ្ធភាពដូច្នេះគាត់ទៅរកថ្នាំមកព្យាបាលគ្រូខ្មែរគ្រូអីគាត់សង្ឃឹមពោះជាជាងនៅទំនេរអត់អីធ្វើខ្ញុំនិយាយអញ្ចឹងចា៎ គេហៅមានអារម្មណ៍សង្ឃឹម បាទមានអារម្មណ៍សង្ឃឹមអញ្ចឹងដូចគ្នាការព្យាបាលផ្លូវចិត្តខ្ញុំគិតថាបើសិនជាប្រើវិធីដូចគ្នាល្អទៅពេទ្យឲ្យអស់លទ្ធភាពសិនឲ្យក្រៅតែបើថាពេទ្យមើលលេងជាទៅណាលេងរួចហើយសុំត្រឡប់មករកការព្យាបាលបែបជំនឿសាសនាអាហ្នឹងល្អសុំទៅបែបជំនឿបែបអីផ្សេងហ្នឹងអាហ្នឹងជាការល្អប៉ុន្តែអតិភិបវាគឺគួរតែដាក់ពេទ្យទៅមុនព្រោះយើងពីសម័យមុនយើងអត់សម្បូរពេទ្យយើងទៅរកគ្រូខ្មែរមុនតែឥឡូវយើងសម្បូរពេទ្យយើងមករកពេទ្យមុនហើយជាទូទៅប្រជាពលរដ្ឋយើងមានទំនោរបែបហ្នឹងអញ្ចឹងផ្នែកចិត្តសាស្ត្រនេះក៏ដូចគ្នាសង្ឃឹមថាប្រជាពលរដ្ឋយើងដូរទំនោរនឹងដែរទៅរកពេទ្យឲ្យអស់ចិត្តសិនដើរមើលអស់ចិត្តសិនរួចសល់សង្ឃឹមឬក៏សល់ពេលវេលាចុងក្រោយដែលយើងគិតថាពេទ្យលេងជួយបានហើយចំណាយពេលមួយគ្រូខ្មែរចុះអាហ្នឹងលើកទឹកចិត្តផង វាមានអីខុសទេព្រោះវាជារឿងល្អដែលយើងកាប់បិទការព្យាបាលណាក៏ល្អដែរព្រោះឧទាហរណ៍ដូចគាត់ទៅគ្រូខ្មែរក៏ទៅចោះគាត់ទៅណាក៏ទៅចោះទៅព្យាបាលបែបណាក៏ទៅចោះប៉ុន្តែគាត់ត្រូវកុំឲ្យវាហួសហេតុព្រោះយើងនៅតែលើកទឹកចិត្តរឿងកុំឲ្យហួសហេតុទេឧទាហរណ៍ដូចគាត់ទៅឲ្យគេវាយអីនឹងសួរថាវាត្រឹមត្រូវអត់ ឬក៏ការព្យាបាលដែលចំណាយហួសហេតុ ហ្នឹង ពេលខ្លះអត់វិធីអត់ហួសហេតុទេប៉ុន្តែអាចចំណាយនោះវាហួសហេតុ ឧទាហរណ៍ថារៀបបាយសីមួយថាសមួយចានហ្នឹង$1000-2000សួរថាវាសមហេតុផលអត់វាគួរតែកើតមានឡើងអត់ព្រោះខ្ញុំជឿថាប្រជាជនយើងភាគច្រើនគាត់ធ្លាប់ឃើញឯសម័យមុនអស់ទៅនឹក10000-20000ហ្នឹង បាទ អញ្ចឹងមិនគាត់ជាដែរចុះមិនឥឡូវចាំមកចាយដល់រាប់ពាន់រាប់ម៉ឺនដុល្លារ បាទ អញ្ចឹងគាត់គិតពិចារណាឡើងវិញឡើងហ្នឹងតាំងខ្លួនជាអ្នកមានបារមីតាំងខ្លួនជាអ្នកសង្គ្រោះលោកប៉ុន្តែគាត់នៅមាន50មានន័យថាពាក់កណ្ដាលនៃគាត់ហ្នឹងគាត់នៅដឹងសញ្ជាតិ